អ្នកនរគ្នាស្វាគមន៍មកកាន់ Lab Science Camp ពួកយើងទាំង3នាក់ជានិស្សិតគីមីចំណីអាហារដែលមកពីសាកលវិទ្យាល័យអន្តរជាតិចឹងតើចង់ដឹងដែរអត់ថាការកំណត់ជាតិពណ៌នៅក្នុងភេសជ្ជៈយើងមានដំណើរការដូចម្តេចខ្លះអញ្ចឹងអាចទស្សនាវីដេអូនេះបានក្នុងវីដេអូនេះផងដែរនឹងបង្ហាញអ្នកទាំងអស់គ្នាពីសកម្មភាពមួយចំនួននៃការកំណត់រកជាតិពណ៌ក្រហមឬហៅថា Allura Red នៅក្នុងភេសជ្ជៈបើកម្លាំងដោយមានការអនុវត្តផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ជាដំបូងពួកយើងត្រូវការរៀបចំជាមួយនឹង solution ស្តង់ដារជាមុនសិនដោយមានកំហាប់ផ្សេងៗគ្នាSolution ស្តង់ដារដែលបានរៀបចំរួចត្រូវបានយកទៅបោះជាមួយនឹងម៉ាស៊ីន UV Spectrophotometer ដើម្បីដឹងពីតម្លៃកំហាប់ជាក់លាក់មុនពេលដែលយើងយកភាគសំណាក់មកបោះដោយផ្ទាល់បន្ទាប់ពីទស្សនាវីដេអូនេះហើយអ្នកទាំងគ្នាមានចំណាប់អារម្មណ៍នៅក្នុងការអនុវត្តនៅក្នុងមន្ទីរ Software អត់បើសិនជាអ្នកគ្នាមានចំណាប់អារម្មណ៍អាច register នៅតាម QR code នេះបានដែលអ្នកទាំងគ្នាអាចចូលរួមបានដោយសេរីនៅថ្ងៃទី29ខែសីហាឆ្នាំ2026គ្នានៅមហាវិទ្យាល័យបច្ចេកវិទ្យានិងវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យអន្តរជាតិអរគុណ